សាសាស្រវាវិជារៀងរាល់ថ្ងៃចង់ឃើញអនាគតកូនហើយមកលបប្របីនៅហត់ចិត្តកាយមិនខ្វល់ខ្វាយជួបនឹងបញ្ហានៅចាំបានទេធ្លាប់អបថ្នមថែគាត់តែងច្រៀងបំពេឲ្យយើងគេងលក់សប្បាយបែកបាច់ថែរក្សាពីតូចរហូតធំដឹងក្តីតើគួរធ្វើអ្វីដើម្បីសងគុណលោកទាំងពីរគិតធ្វើយ៉ាងណាគ្មានអ្នកថាគ្មានអ្នកស្ដីមិនយុវវ័យពេលដែលបានស្ដាប់ចម្រៀងនេះមុននឹងប្រព្រឹត្តអ្វីអោនមើលបាត់ជើងយើងទាំងទ្វេតើគួរញាស់ញីចិត្តលោកទាំងពីរដែរឬទេអំរែកលឹស្មាដើរទាំងកណ្ដាលថ្ងៃក្តៅខំប្រឹងស្វែងរកផ្លូវឲ្យកូនមានអនាគតអំរែកលឹស្មាចង់ឃើញចង់ក្រោយបំផុតចង់ឃើញអនាគតកូនដ៏វែងឆ្ងាយទើបដឹងការពិតថាជីវិតខ្ញុំយ៉ាងណាឲ្យអាភៀនកាញ់ឆាយាមាបំផ្លាញបានចង់ដកខ្លួនចេញពីរណ្ដៅសាហាវសាមានគ្រឿងញៀននាំខកប្រានអ្នកណាអាចជួយបានត្រូវតែសម្រេចចិត្តខ្លួនឯងអូហូយត្រូវតែសម្រេចចិត្តខ្លួនឯងទោះប្រុសឬស្រីឈប់ភ្លក់គ្រឿងញៀនដល់អប្រិយនាំខ្សែត្រានមានតែខ្លួនឯងដែលអាចជួយដល់ខ្លួនឯងបានលៀនរស់សាតានទៅជីវិតសុខសាន្តរស់នៅក្នុងសង្គមថ្មីបងប្អូនក្រោយពេលដែលខ្ញុំបានស្ដាប់ចម្រៀងរបស់លោកពូរួចរាល់ហើយទី1ខ្ញុំពិតជាសរសើរលោកពូច្រៀងបទចម្រៀងមួយបទដែលអត់មានភ្លេងប្រគំដើម្បីឲ្យច្រៀងទៅមើលឃើញថាពិរោះដូចតារាចម្រៀងអាជីពទេប៉ុន្តែអត្ថន័យនៅក្នុងបទចម្រៀងដែលលោកពូបានច្រៀងគឺមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែនស្របពេលជាមួយគ្នាលោកពូក៏ច្រៀងបានពីរោះផងដែរលើសពីនឹងទៅទៀតខ្ញុំចង់ផ្ដែផ្ដាំទៅកាន់បងប្អូនក្មួយថាឪពុកម្ដាយរបស់បងប្អូនក្មួយគឺជាមនុស្សតែ2នាក់គត់ដែលស្រឡាញ់បងប្អូនក្មួយជាងអ្នកណាទាំងអស់នៅលើផែនដីមួយនេះហើយឪពុកម្ដាយរបស់បងប្អូនក្មួយក៏ជាមនុស្សតែ2នាក់គត់ដែលចង់ឃើញបងប្អូនក្មួយមានអនាគតល្អចង់ឃើញបងប្អូនក្មួយគឺជាមូលធនមនុស្សនៅក្នុងសង្គមឪពុកម្ដាយរបស់បងប្អូនក្មួយជាមនុស្សតែ2នាក់គត់ដែលតែងតែបារម្ភពីបងប្អូនក្មួយគ្រប់ពេលវេលាទាំងអស់ទោះបីជាពេលខ្លះដឹងថាកូនបានរៀនសូត្រចេះដឹងហើយដឹងថាកូនធំហើយដឹងថាកូនមានគ្រួសារហើយប៉ុន្តែនៅតែបារម្ភនៅតែគិតនៅតែទូរស័ព្ទមកកូនថាកូនសុខសប្បាយដែរឬទេកូនណាសពថ្ងៃការរកស៊ីយ៉ាងម៉េចដែរកូនណារាល់ថ្ងៃសុខភាពយ៉ាងម៉េចដែរកូនណាកំប្រឹងពេកជីវិតយើងខ្លីណាស់គួរចំណាយពេលវេលាខ្លះសម្រាប់ខ្លួនឯងកំប្រឹងពេកប្រយ័ត្នឈឺប៉ាដឹងថាកូនចង់មានចង់បានចង់ធូរធារតែកំប្រឹងពេកគិតគូរពីសុខសុវត្ថិភាពផងគេងឲ្យបានគ្រប់គ្រាន់បងប្អូនខណៈពេលដែលឪពុកម្ដាយរបស់យើងលោកក៏ចាស់ទៅហើយលោកមិនសូវគិតអំពីសុខភាពរបស់ខ្លួនទេតែលោកបែរជាមកបារម្ភសុខសុវត្ថិភាពនិងក្តីសុខរបស់កូនទៅវិញសំណួរសួរថាតើមានមនុស្សឯណាក្នុងលោកដែលមានទឹកចិត្តដូចឪពុកម្ដាយរបស់យើងបងប្អូនយើងរកមិនបានទេអញ្ចឹងចំណុចនេះខ្ញុំសូមផ្ដាំឲ្យខ្ញុំសូមសំណូមពរទៅកាន់បងប្អូនក្មួយចូលធ្វើជាមូលធនមនុស្សនៅក្នុងសង្គមបងប្អូនក្មួយមិនមានឱកាសច្រើនទេជីវិតរបស់យើងទាំងអស់គ្នាសុទ្ធតែមានកំណត់ធ្វើរឿងល្អទៅបើបងប្អូនក្មួយស្ថិតនៅក្នុងវ័យរៀនសូត្រប្រឹងរៀនសូត្រទៅបើបងប្អូនក្មួយកំពុងតែធ្វើការងារបំពេញការងារឲ្យបានល្អទៅបើបងប្អូនក្មួយកំពុងតែរកស៊ីប្រឹងប្រែងរកស៊ីទៅតែបងប្អូនក្មួយចូលជាឲ្យឆ្ងាយពីការសេពគ្រឿងញៀនពីការរាប់អានក្មេងទំនើងឬក្រុមបងតូចបងធំដែលចូលចិត្តដើរកាប់ចាក់យប់ប្រលប់ជាដើមព្រោះរឿងទាំងអស់នោះមិននាំក្តីសុខសុភមង្គលចូលទៅក្នុងជីវិតរបស់បងប្អូនក្មួយទេក៏មិនបានធ្វើឲ្យឪពុកម្ដាយរបស់ប្អូនរបស់ក្មួយសប្បាយចិត្តនោះដែរ
បកគលតែពីអ្នកគុតដែលឈឺចាប់ដែលបារម្ភជាងគេបំផុតនៅពេលដែលបងប្អូនក្មួយមានបញ្ហាជាប់ទោសជាប់ខ្នោះជាប់ពន្ធនាគារគឺមានតែឪពុកម្ដាយរបស់បងប្អូនក្មួយតែប៉ុណ្ណោះមិនមានបកគលឯណាដទៃដែលគេមកចាប់អារម្មណ៍ខ្វល់ខ្វាយនិងឈឺចាប់ជាមួយនឹងបងប្អូនក្មួយនោះទេអញ្ចឹងក្រោយពេលដែលបងប្អូនក្មួយបានទស្សនាវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាបងប្អូនក្មួយនឹងចាប់ផ្ដើមគិតពិចារណានិងផ្លាស់ប្ដូរសកម្មភាពរបស់ខ្លួនជាបន្ទាន់បើសិនជាបងប្អូនក្មួយមិនចង់ដើរផ្លូវខុសបើសិនជាបងប្អូនក្មួយមិនចង់ឲ្យឪពុកម្ដាយរបស់ខ្លួនឈឺចាប់ឥតលហែព្រួយបារម្ភគ្រប់ពេលពីបងប្អូនក្មួយនោះទេខ្ញុំចង់ផ្ដាំចុងក្រោយទៅកាន់បងប្អូនក្មួយថាការដើរលេងឥតលហែដើរកាប់ចាក់ឆ្លោះវាយតប់ជាមួយអ្នកដទៃយប់ប្រលប់នេះវាគឺជារឿងដែលអ្នកណាក៏ដោយនៅក្នុងโลกនេះមិនឲ្យតម្លៃនោះទេវាគឺជារឿងបំផ្លាញអនាគតរបស់ខ្លួនវាគឺជារឿងបំផ្លាញអនាគតរបស់បងប្អូនក្មួយខ្លួនឯងវាគឺជារឿងបំផ្លាញអនាគតបងប្អូនក្មួយវាគឺជារឿងបំផ្លាញអនាគតបងប្អូនក្មួយដោយខ្លួនឯងពលគឺមិនមាននរណាម្នាក់បំផ្លាញអនាគតបងប្អូនក្មួយនោះទេគឺបងជាអ្នកបំផ្លាញវាដោយខ្លួនឯងជីវិតជាជំរឿបងប្អូនក្មួយចង់ធ្វើបែបណាក៏បានដែរចង់ធ្វើជាក្មេងទំនើងចង់ធ្វើជាជើងកាងចង់ធ្វើជាកូនល្អចង់ធ្វើជាមូលធនមនុស្សសម្រាប់សង្គមវាគឺជាជំរឿសំណួរសួរតើបងប្អូនក្មួយជ្រើសយកជំរឿមួយណាជំរឿគេឲ្យមានរើតើហេតុអ្វីបានជាយើងទៅរើសផ្លូវខុសរើសធ្វើរឿងខុសជីវិតវាមិនគួរអញ្ចឹងទេជីវិតរបស់យើងម្នាក់វាលំបាកណាស់ទៅហើយចូលកុំបង្កើតរឿងលំបាកឲ្យខ្លួនឯងគ្រួសារនិងសង្គមជាតិរបស់យើងបន្តទៅទៀតអីធ្វើជាកូនល្អពលរដ្ឋល្អបុគ្គលិកល្អថ្នាក់ដឹកនាំល្អនៅក្នុងសង្គមជាតិទៅនោះជីវិតរបស់បងប្អូនក្មួយនឹងល្អប្រសើរជាដាច់ខាតអរគុណបងប្អូនជម្រាបលា